ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំមីឡូថ្ងៃនេះយើងមកបន្តសាច់រឿងស្នេហាសម្ងាត់របស់យើងទៀតចាប់ផ្ដើមសាច់រឿងនៅក្នុងភាគនេះយើងក៏បានឃើញថាយ៉ាកំពុងតែធ្វើការសញ្ញាទៅលើហេតុលេខានោះបាត់ទៅហើយដោយមានម្ដាយរបស់ប្រូជីនរ៉ែនកំពុងតែអង្គុយញញឹមតែម្នាក់ឯងនឹងបានគិតយ៉ាងម៉ត់ចត់ផងដែរថាប្រយោជន៍ភាគច្រើនច្បាស់ជាចំណេញមកខាងគាត់ពេលដែលយ៉ាបានសញ្ញារួចរាល់គាត់ក៏បានធ្វើការប្រកាសភ្លាមថាយ៉ាជាមួយនឹងកូនប្រុសរបស់គាត់នឹងរៀបការឆាប់នេះនឹងបានប្រាប់ទៅនាងទៀតថានៅក្នុងពិធីមង្គលការក៏នឹងធ្វើការរៀបចំគ្រឿងអលង្ការថ្លៃជូននាងតែយ៉ាក៏បាននិយាយថាចាប់ប្រសិនបើវាថ្លៃពេកនោះតិចលោខាតលុយរបស់គាត់ទៅតែគាត់ក៏បានប្រាប់មកវិញថាវាមិនមែនជារឿងខាតឬក៏ចំណេញអីនោះទេគ្រាន់តែឲ្យនាងនៅទទួលយកវាទៅដូច្នេះហើយយ៉ាក៏ប្រាប់ថាមិនអីទេនាងធ្វើតាមគាត់ចុះមុនពេលដែលចាក់ចេញគាត់នឹងឆ្លៀតផ្ដាំនាងទៀតថាថ្ងៃស្អែកនេះគាត់នឹងឲ្យកូនប្រុសរបស់គាត់នឹងមកយកនាងទៅកន្លែងលេងថ្លៃជាមួយគ្នាយ៉ាក៏ឆ្លើយយកព្រមបន្ទាប់ហើយនាងក៏បានទេទៅមិត្តភក្តិរបស់នាងដែលសួរថាតើថ្ងៃស្អែកទំនេរទេដោយសារតែនាងគឺមានរឿងមួយដែលចង់ពឹងពាក់ហើយគណៈនោះផងដែរយើងក៏កលេចមកមើលទូប្រុសរបស់យើងវិញដោយនៅពេលនេះប្រូជីនឡែនក៏បានដឹងហើយថាយ៉ារបស់គាត់នឹងក៏បានធ្វើការចុះហត្ថលេខាទៅលើការផ្ទេរភាគហ៊ុន8%របស់គ្រួសារស៊ីបានសម្រេចបាត់ទៅហើយដែរគាត់ថែមទាំងបានដឹងមកទៀតអំពីរឿងគ្រួសារស៊ីនឹងទៅដេញថ្លៃដើម្បីនឹងយកចិញ្ចៀនពេជ្រមួយវង់ប្រសិនបើការដេញថ្លៃនោះគេទទួលបានជោគជ័យនឹងបានចិញ្ចៀនពេជ្រគេគឺមានកម្រងដើម្បីសុំយ៉ារៀបការនៅក្នុងកម្មវិធីនោះតែម្ដងបែបនេះទើបជំនួយការរបស់គាត់បានសួរថាតើគាត់នឹងទៅចូលរួមក្នុងកម្មវិធីនោះដែរទេគាត់បន្តប្រាប់ទៀតថាវាក៏ជាអំណោយសម្រាប់ខួបកំណើតរបស់អ្នកនាងផងដែរស្រាប់តែភ្លាមនឹងប្រូជីនឡែនក៏បានគប់បាច់ចោលតែម្ដងនឹងនិយាយថាមិនក៏គាត់នឹងនិយាយច្រើនម៉េចឬមួយក៏គាត់នឹងចង់បដូរប្រធានថ្មីហើយដល់ពេលអញ្ចឹងតែជំនួយការរបស់គាត់នឹងក៏បានប្រកែកឡើងញោមមកតែម្ដងតែគាត់នឹងអត់ដឹងអីទេគាត់គ្រាន់តែនិយាយតាមអីដែលគាត់ដឹងមកតែហើយមើលទៅគាត់នឹងប្រហែលជាត្រូវបានគេចោទប្រកាន់ខុសទៀតទេតែជំនួយការរបស់គាត់នឹងនៅតែព្យាយាមសួរបញ្ជាក់ថាគាត់នឹងទៅអត់ព្រោះថាកន្លែងគេដេញថ្លៃនឹងបើសិនបើអត់គាត់ទេគឺថាអត់កន្លែងអង្គុយហ្មងតែប្រូជីនឡែនដូចជាមិនទាន់ឆ្លើយប្រាប់នោះទេថាគាត់ទេឬក៏អត់នោះរួចយើងក៏កាត់មកមើលពីកន្លែងដេញថ្លៃវិញម្ដងដែលគណៈពេលនេះដែរគេក៏បានធ្វើការប្រកាសថាការដេញថ្លៃនឹងចាប់ផ្ដើមក្នុងពេលបន្តិចទៀតនេះនឹងបានឲ្យភ្ញៀវកិត្តិយសរបស់គេចូលទៅអង្គុយតាមកន្លែងរៀងខ្លួនរួចគេក៏បានធ្វើការដេញថ្លៃពីវត្ថុមួយទៅវត្ថុមួយអញ្ចឹងទៅរួចហើយគេក៏ចាប់ផ្ដើមធ្វើការប្រកាសនៅវត្ថុដែលត្រូវដេញថ្លៃបន្ទាប់ហើយវាក៏មានតម្លៃថ្លៃខ្លាំងបំផុតនៅក្នុងយុគនេះផងដែរដែលតម្លៃចាប់ផ្ដើមដេញថ្លៃនោះគឺចាប់ពី2លានឡើងទៅករណីថាប្រសិនបើមានមនុស្សទី2មកចង់ដេញថ្លៃវានោះគឺត្រូវតែឡើង1លានទៀតដែលមិនមកអង្ចាំយូរនោះទេជីនរ៉ានក៏បានធ្វើការដេញថ្លៃមុនគេដែលឲ្យតម្លៃវា3លានហើយតម្លៃក៏ចេះតែកើនឡើងតាមនឹងដោយសារតែមានមនុស្សជាច្រើនចង់បានវាដូចគ្នាដូច្នេះហើយតម្លៃរបស់វាបានកើនឡើងរហូតដល់4លានតែភ្លាមនោះមានកញ្ញាម្នាក់បានដេញថ្លៃវារហូតដល់5លានហើយនាងក៏មិនមែនអ្នកណាឆ្ងាយដែរគឺជាមិត្តភក្តិរបស់ទូស្រីនីយ៉ាសុងដោយសារតែពីរអ្នក best friend គេនឹងក៏បានដាក់មកគ្នាហើយអស់ហើយគ្រាន់តែនីយ៉ាសុងធ្វើតាមគម្រោងការរបស់យ៉ាទៅរួចជាការស្រេចបន្ទាប់មកដំណាក់កាលស៊ីសាច់ហត់ឈាមគ្នាដេញថ្លៃក៏ចាប់ផ្ដើមឡើងនៅពេលដែលប្រូជីនរ៉ែនដេញថ្លៃ5លានកន្លះគឺថានីយ៉ាសុងបានដេញថ្លៃ6លានបើតម្លៃវិញក៏ចេះតែកើនឡើងថ្លៃទៅដល់ពេលអញ្ចឹងម្ដាយរបស់ប្រូជីនរ៉ែននឹងក៏បានហៅយ៉ាសួរថាមិត្តភក្តិរបស់នាងគឺចង់បានជីននឹងខ្លាំងណាស់មែនយ៉ាក៏បានប្រាប់ទៅវិញថានាងអត់ដឹងទេព្រោះតែមិត្តរបស់នាងអត់បានប្រាប់ផងទាំងណែតាមពិតទៅដាក់មកមួយបែប friend ខ្លួនឯងសោះហ្នឹងធ្វើជាអត់ដឹងអីណាយ៉ានេះរីឯតម្លៃឯនេះវិញគឺថាឡើងទៅដល់8លានហើយប្រូជីនរ៉ែននៅពេលហ្នឹងក៏ចង់បោះបង់លេងដេញថ្លៃតទៅទៀតដែរតែម្ដាយរបស់គេហ្នឹងគឺអត់យល់ព្រមទេចឹងហើយគេក៏ព្រមតាមនឹងដែលធ្វើការដេញថ្លៃតទៅមុខទៀតតែការដេញថ្លៃរបស់គេគឺមិនហ៊ានឡើងច្រើននោះទេតែបើអាស័យយ៉ាសុងនេះវិញគឺថាឡើងពី9លានទៅ10លានអញ្ចឹងហ្មងដែលប្រូជីនរ៉ែននៅពេលនេះគឺចាប់ដាំខាងម្ដាយគេដែលគេបានប្រាប់ថាមិនចាំដេញថ្លៃអីទៀតទេនឹងបានគិតទៀតថាគេមិនត្រូវចំណាយរហូតដល់10លានដើម្បីទិញចិញ្ចៀនរៀបការឲ្យទៅយ៉ាវិញហើយមនុស្សដូចជានាងនឹងគឺអត់ស័ក្តិសមនឹងទទួលបានរបស់ថ្លៃបែបហ្នឹងទេតែនៅពេលនោះម្ដាយរបស់ប្រូជីនរ៉ែនក៏បានគិតវិញម្ដងថាគាត់ក៏បានធ្វើការឲ្យអ្នកកសែតមករួចអស់ហើយនឹងប្រសិនបើកូនប្រុសរបស់គាត់ធ្វើការដេញថ្លៃបាននៅចិញ្ចៀននោះច្បាស់ណាស់គេនឹងយកទៅចុះផ្សាយឲ្យល្បីជាមិនខានទេក៏ប៉ុន្តែនៅពេលនេះប្រសិនបើមិនអាចដេញថ្លៃបាននោះទេគឺថាអ្វីៗដែលគាត់បានរៀបចំមកច្បាស់ជាអាសាបងជាមិនខាននោះទេដោយឃើញថាស្ងាត់អស់មកសន្ទុះហើយនឹងមិនមាននរណាដេញថ្លៃតទៅមុខទៀតនោះគណៈកម្មការក៏បានធ្វើការប្រកាសមេក្រូថា10លានលើកទី1និង10លានលើកទី2លុះដល់ពេលដែលគេរៀបតែប្រកាស10លានលើកទី3ទៅហើយស្រាប់តែម្ដាយរបស់ប្រូជីនរ៉ែនក៏បានធ្វើការលើកផ្លែនិងដេញថ្លៃរហូតដល់12លានដែលធ្វើឲ្យប្រូជីនរ៉ែននេះគឺថាឡើងភ្ញាក់ផ្អើលនិងពិបាកជាជំនុំមកគេតែម្ដងមិនក៏គាត់ហ៊ានចំណាយអីដល់ថ្នាក់ហ្នឹងតម្លៃនេះមិនធម្មតាប្រូជីនរ៉ែនគេពិបាកទទួលយកទេសូម្បីតែមនុស្សដែលគេចូលរួមក្នុងហ្នឹងក៏គេមិននឹកស្មានដល់ដែរថាវាថ្លៃលើតម្លៃដើមរហូតដល់10លានឯណោះដោយនៅពេលហ្នឹងគណៈកម្មការក៏បានប្រកាសម្ដងទៀតថាមានអ្នកចង់ឡើងថ្លៃទៅទៀតទេគ្រាន់តែប្រកាសចប់ភ្លាមក៏បានលើសម្លេងបារម្ភម្នាក់និយាយថា30លានគ្រាន់តែនិយាយមកភ្លាមហ្នឹងគឺអ្នកទាំងអស់គ្នាស្គាល់បាត់ថាជាពីណាគេម្នាក់នោះគឺជាបារម្ភស្មោះស្នេហ៍របស់យើងហ្នឹងគឺបូជីនឡែនបើយ៉ាវិញបានធ្វើតែមើលទៅគាត់ទាំងឆ្ងល់ហ្នឹងមិនក៏គាត់នៅនឹងទៀតហើយប្រូជីនឡែនក៏ដឹងច្បាស់ថាពេលដែលគាត់ដេញថ្លៃ30លានហ្នឹងទៅគឺគ្មាននរណាគេហ៊ានដេញថ្លៃទៅមុខទៀតទេដូច្នេះជានោះច្បាស់ណាស់គឺបានមកលើគាត់ហើយប្រូជីនឡែនហ្នឹងនៅឆ្លៀតដៀងភ្នែកទៅមើលកូនស្រី
ស្អីគេទៀតព្រោះថាថ្ងៃហ្នឹងគឺនាងពិតជាខ្ជិលខ្លាំងមែនទែនបន្ទាប់ពីបានសន្លងមើលគ្នាអស់មួយសន្ទុះហ្នឹងភ្លាមហ្នឹងយាយក៏ត្រូវបានម្ដាយរបស់ជីនរ៉ាហ្នឹងហេតែគាត់នឹងអៀនមកខ្លាំងមែនទែនដែលគាត់គិតថាគាត់នឹងដេញថ្លៃបានក៏ប៉ុន្តែគាត់ដេញអត់បានអីចឹងទេតែគាត់ក៏បានប្រាប់នាងតទៀតថាអត់អីទេចាំគាត់នឹងសុំឲ្យជីនរ៉ាហ្នឹងទិញវាសម្រាប់នាងបន្ទាប់មកគាត់ក៏បានខ្សឹបប្រាប់ប្រូជីនរ៉ាហ្នឹងស្អីគេខ្លះទេដែលយើងមិនបានដឹងដូចគ្នាបន្ទាប់ហើយយើងក៏បានឃើញថាប្រូជីនរ៉ាហ្នឹងក៏បានឡើងទៅលើឆាកព្រមទាំងបានទទួលនៅខ្សែកមួយខ្សែផងដែរដែលគាត់គឺបានស្ដាប់តាមសម្ដីរបស់ម្ដាយគាត់នឹងបានទិញវាសម្រាប់យាយគាត់បានប្រកាសមេក្រូថាថ្ងៃនេះគាត់ចង់ប្រគល់ខ្សែកនេះទៅកាន់មនុស្សសំខាន់ម្នាក់គឺជាប្រពន្ធរបស់គាត់បានប្រកាសស្នើសុំឲ្យនាងឡើងមកលើឆាកជាមួយនឹងគាត់មកដើម្បីឲ្យគាត់ងាយស្រួលសារភាពរឿងមួយទៅប្រាប់នាងតែភ្លាមនោះគាត់ក៏ត្រូវបានផ្អាកសកម្មភាពភ្លាមក៏ដោយសារតែមាននារីម្នាក់បានស្រែកយ៉ាងលឺថាមិនបានជាគាត់ធ្វើបែបនេះដាក់នាងឯណាទៅពាក្យសន្យាដែលគាត់ប្រាប់ថានឹងទទួលខុសត្រូវមកលើនាងនោះនាងបានបន្តថាគាត់ជាមនុស្សកុហកបោកប្រាស់និងជាមនុស្សល្ងងបំផុតដែលនាងធ្លាប់ជួបនាងបានស្នើសុំឲ្យគាត់បញ្យល់រឿងគ្រប់យ៉ាងមកប្រាប់នាងក្នុងពេលនេះនាងបានសួរសំណួរចាក់ដោតនិងប្រកាសថាឲ្យគាត់ជ្រើសរើសយកមួយថាជាកូននៅក្នុងពោះរបស់នាងឬមួយក៏ជាកញ្ញាជាងចំណែកឯមនុស្សដែលនៅក្នុងនោះទាំងអស់គ្នាគឺសឹងតែមិនជឿទេដែលពួកគេបានឮរឿងទាំងអស់នេះបានម្ដាយរបស់ប្រូជីនរ៉ាណែបាក់មុខខ្វះគេឡើងពេញនឹងក៏ប៉ុន្តែខំប្រឹងបញ្យល់បកស្រាយទៅកាន់យាយថាវាប្រហែលជារឿងយល់ច្រឡំទេនឹងបានដើរសម្ដៅទៅកាន់លើឆាកតែកំភ្លេងមនុស្សស្រីដែលប្រកាសខ្លួនឯងក្តីថាមានទំនាក់ទំនងជាមួយនឹងកូនប្រុសរបស់គាត់និងបន្តប្រមាននាងទៀតថានាងកំពុងតែមានចេតនាអាក្រក់បោកប្រាស់គ្រួសារស៊ីរបស់ពួកយើងតែនាងដឹងថានាងនឹងទទួលបានផលអវិជ្ជមានអីខ្លះទេចំណែកឯយាយកំពុងតែមើលការសម្ដែងរបស់ម្ដាយប្រូជីនរ៉ាឡើងជក់ចិត្តព្រោះតែតាមពិតតែនាងក៏បានដឹងរឿងនឹងតាំងពីយូរមកហើយដែរយាយបន្តគិតថាកាលពីមុនម្ដាយរបស់ជីនរ៉ានឹងសុភាពទេក៏ប៉ុន្តែឥឡូវនឹងបង្ហាញធាតុពិតមកអស់លីងបានម្ដាយរបស់ប្រូជីនរ៉ាណែវិញកំពុងតែស្ដីឲ្យនាងជាបន្តទៀតដោយនិយាយថាប្រសិនបើនាងចង់បានលុយគាត់ឲ្យលុយនាងហើយក៏ទៅឲ្យឆ្ងាយទៅតែប្រសិនបើនាងនៅតែចង់បានកូនប្រុសរបស់គាត់នោះកុំរំពឹងឲ្យសោះទោះបីជានាងខំប្រឹងយ៉ាងណាក៏ដោយរបស់ដែលមិនមែនជារបស់នាងវានៅតែមិនមែនជារបស់នាងដដែលហ្នឹងហើយនៅពេលនោះដែរ best friend របស់នាងក៏បានមកខ្សឹបខ្សៀវនាងថាមើលតើអនាគតម្ដាយក្មេករបស់ឯងនេះយ៉ាក់សាច់របស់គេហើយយាយក៏និយាយទៅវិញថាហ្នឹងឯងអត់យូរអត់ឆាប់ឯងមានរឿងល្អមើលជាងនឹងទៀតហ៎ដោយនៅពេលហ្នឹងគឺថាអ្នកកសែតដែលម្ដាយរបស់គេបានហៅមកស្រាប់នឹងបាននាំគ្នាទៅសម្ភាសគេឡើងកក់កុញពេញហ្នឹងដែលបានចាប់សួរគេពីសំណួរមួយទៅសំណួរមួយមិនឈប់សោះធ្វើឲ្យសេជីនរ៉ាណែទ្រាំសឹងតែមិនបានយាយដែលអង្គុយមើលទាំងពេញចិត្តឯណែសុកមកចាស់បេះដូងរបស់នាងក៏បានឆែមមករកនាងដែលគាត់គឺបានឲ្យនាងមកកន្លែងដែលគាត់បានណាត់គឺនៅលើដំបូលដូច្នេះហើយយាយក៏បានប្រាប់នាងសងថានាងនឹងទៅបន្ទប់ទឹកមកផ្លែតសិនតែយាយសងក៏បានសួរនាងទៅតែឆ្ងល់វិញថាមិនឯងប្រងអត់នៅមើលសិនទេអីរឿងកម្របែបហ្នឹងមិនចេះតែកើតឡើងទេ10ឆ្នាំមានប្រហែលដងទៅដែលឯងមិនឃើញតែយាយក៏បានតទៅវិញថាអត់អីទេនាងតែមកផ្លែតែមកវិញលើអីលោកពេលដែលយាយបានឡើងមកដល់លើដំបូលហើយនាងក៏បានឃើញជីនលេងកំពុងតែឈររងចាំនាងនៅកន្លែងនោះដែលមិនមកអញ្ចាំយូរនាងក៏សរសើរគាត់មួយម៉ាត់ទៅថាថ្ងៃហ្នឹងគាត់សង្ហេខ្លាំងឯងហើយជីនលេងក៏បានទីនាងយកមកអោបក្នុងរង្វង់ដៃរបស់គាត់ទើបយាយក៏បានសួរគាត់ថាមិនបានចថ្ងៃហ្នឹងគាត់មកកន្លែងហ្នឹងដែរទូប្រុសក៏បានប្រាប់តាមត្រង់ដោយសារតែគាត់ចង់ជួបនាងលឿននៅចម្លើយមួយនេះហើយនាងឡើងអៀនតែម្ដងតែមិនទាន់អស់នៅឡើយទេទូប្រុសក៏មានកាដូឲ្យនាងដែរនៅពេលហ្នឹងដែរយាយក៏បានសួរថាវាគឺជាអីតែទូប្រុសក៏អត់ទាន់ឲ្យនាងបាននៅកន្លែងហ្នឹងទេចាំទៅដល់ផ្ទះវិញចាំបើកយាយក៏បានធ្វើតាមនិងយកវាដាក់ក្នុងកាបូបរបស់នាងក៏គិតដែរថាវាអាចកំបាំងខ្លាំងម្ល៉េះតែនៅភ្លាមនោះយាយស្រាប់តែភ្ញាក់ខ្លាំងមែនទែននៅសតទូប្រុសហ្នឹងក៏បានទីនាងយកទៅអប់នឹងចិញ្ចៀងថែមទាំងបានយកដៃរបស់គាត់នឹងមកចាប់មើលរបស់នាងព្រមទាំងនិយាយថានាងមើលទៅពិតជាស្អាតខ្លាំងណាស់នៅយប់នេះគាត់ថែមទាំងបាននិយាយទៀតថាគាត់នឹងញ៉ាំនាងឥឡូវហ្នឹងហើយបើយាយឯនេះនាងលំភៃដែលខ្លាចថាមានអ្នកមកឃើញអីអញ្ចឹងទៅជីនឡែនក៏អត់ខ្វល់ទេថាមានអ្នកមកឃើញឬក៏អត់នោះតែអ្វីដែលសំខាន់នៅក្នុងពេលនេះគាត់ចង់ដឹងថានាងនឹកគាត់ឬអត់យាយនឹងភ័យខ្លាចគេមកឃើញអញ្ចឹងហើយនាងអត់បានឆ្លើយទេតែទូប្រុសនៅតែចម្រិតសួរនាងឲ្យនាងឆ្លើយនឹងសំណួរគាត់សិនមកបើនាងឆ្លើយចេញគាត់នឹងលែងនាងឥឡូវហ្នឹងភ្លាមហ្មងមែនគ្នាយើងគាត់ទៅទូប្រុសសួរចាប់ភ្លាមហ្នឹងគឺមានអ្នកឡើងមកលើដបូលហ្នឹងដែរទីគិតថាទូប្រុសហ្នឹងនៅឲ្យគេចាប់បានទៅអត់តែគ្នាយើងក៏បានទីយាយហ្នឹងទៅពួននៅម្ខាងទៀតយាយក៏បាននិយាយថាវាជាកំហុសរបស់នាងទាំងអស់ហ្នឹងដែលព្រមចេញមកជួបគាត់បែបនេះមិននឹងបីទៅត្រូវគេចាប់បានហើយតែជីនឡានអត់គិតដូចនាងអញ្ចឹងទេគាត់បានជាគិតថាវាសប្បាយទៅវិញយាយក៏និយាយវិញម្ដងថានាងមានសប្បាយជាមួយគាត់អីទេភ័យសឹងស្លាប់ហើយនឹងទូប្រុសអត់និយាយអីច្រើនទេក៏បានចាប់នាងថែមម្ដងទៀតឲ្យទូប្រុសជាមួយនឹងតួស្រីស្វីតមួយគ្នាសិនហើយឥឡូវហ្នឹងយើងមកកាត់មកមើលពីម៉ាក់របស់ប្រូជីនរ៉ានវិញម្ដងដែលគាត់នៅតែបន្តស្ដីឲ្យកញ្ញាម្នាក់នឹងជាបន្តទៀតគាត់បាននិយាយថាប្រសិនបើកូននៅក្នុងពោះនេះជាកូនរបស់កូនប្រុសគាត់ចង់ឲ្យនាងយកក្រដាសពេលមកបង្ហាញឲ្យគាត់ឃើញមកទើបគាត់ព្រមជឿតែកញ្ញាម្នាក់ហ្នឹងបានប្រាប់ថានាងអាចបានយកវាមកទេបែបនេះហើយគាត់ក៏មិនចង់ស្ដាប់ការបកស្រាយរបស់នាងទៀតនោះដែរនឹងបានចោទប្រកាន់នាងផងដែរថានាងគ្រាន់តែចង់ធ្វើឲ្យពួកគាត់ខ្មាស់គេបាក់មុខនៅក្នុងចំណោមមនុស្សដែលមានមុខមានមាត់នៅទីនេះតែប៉ុណ្ណោះគាត់ថែមទាំងបានដេញនាងឲ្យចាក់ចេញពីកន្លែងនោះផងដែរដែលបានធ្វើឲ្យកញ្ញាម្នាក់ហ្នឹងគឺពិតជាខឹងគាត់ខ្លាំងមែនទែនដោយម្ដាយរបស់ប្រូជីនរ៉ាហ្នឹងក៏បានហៅឲ្យគាត់នឹងចាក់ចេញពីកន្លែងនោះដូចគ្នាតែពួកគេក៏ត្រូវបានគ្នារបស់ទូប្រុសចេញមកស្កាត់មុខនឹងបានសួរផងដែរថាចុះប្រសិនបើនារីវ័យក្មេងម្នាក់នោះមានផ្ទៃពោះដែលជាដំណាក់ឈាមរបស់គ្រួសារស៊ី
ស៊ីមែននោះតែលោកស៊ីខ្លួនឯងផ្ទាល់នេះនៅជាមនុស្សដែរឬអត់ទេចំណែកឯអ្នកស្រីស៊ីឯនេះវិញប្រសិនបើអ្នកចង់ដឹងថាកូននៅក្នុងពោះនោះខ្លាំងខ្លាយឬក៏មិនខ្លាំងខ្លាយមិនក៏មិននាំនាងទៅពិនិត្យនៅមន្ទីរពេទ្យឲ្យដឹងច្បាស់តែម្ដងទៅចាំពេលដែលលទ្ធផលចេញមកទៅជាយ៉ាងណាហើយអ្នកស្រីស៊ីអាចទៅដល់ស្រែជាមួយនឹងគ្រួសារចាងតាមក្រោយបានបើអ្នកស្រីស៊ីឯនេះបានត្រឹមតែឈប់ស្រឡាំងកាំងដែលមិនបាននិយាយអីមួយម៉ាត់ទេហើយយើងក៏មកមើលពីគូស្នេហ៍ដែលស្វៀតជាមួយនឹងគ្នាមិនទាន់បាត់ឯនេះវិញកំពុងតែស្វៀតជាមួយនឹងគ្នាសុកនឹងទូរស័ព្ទរបស់ទូប្រុសស្រាប់តែរោមកដៃសង្វាក់គេអស់អាលីងដែលក៏ម្នាក់នោះគឺជាគ្នារបស់គាត់នឹងឯងដែលគាត់ទៅទេមកប្រាប់ថាកិច្ចការនៅខាងក្នុងនេះគឺគាត់បានដោះស្រាយរួចហើយតែទូប្រុសក៏បានប្រាប់ទៅវិញថាមិនក៏ទេមកពេលហ្នឹងអញ្ចឹងគ្រាន់តែគាត់បានស្ដាប់ឮពាក្យដ៏មានន័យរបស់សម្លាញ់គាត់បែបនេះហើយមានអីទេអ្នកទាំងអស់គ្នាបានត្រឹមតែគៀងហើយយាយក៏បានប្រាប់គាត់ថាបានន័យទៅវិញជីនឡានបានតបថាបើសិនជាគាត់ទៅមែនគាត់នឹងនាំនាងទៅដែរតែបើនាងធ្វើអញ្ចឹងគឺអត់ការទេពេលនោះទូប្រុសក៏បានសួរពាក្យមួយទៅកាន់នាងថាតើពួកគេនៅតែបន្តរក្សាវាជាការសម្ងាត់ដល់ពេលណាទៀតទៅនឹងឯគ្នាយ៉ាងសម្រាប់ស្អីហើយនៅក្នុងភាគហ្នឹងគឺសូមកាត់ចប់ត្រឹមតែប៉ុណ្្នឹងសិនសូមរងចាំទស្សនាភាគក្រោយជាមួយនឹងអេមីនទាំងអស់គ្នានិងជាចុងក្រោយអេមីមីឡូបាយបាយអ្នកទាំងអស់គ្នា